តពុកម៉ែបងប្អូនទៅលេងប្រាសាទកោះកេរជាមួយនឹងខ្ញុំទាំងអស់គ្នានៅក្នុងវីដេអូនេះនាងខ្ញុំនឹងនាំអារម្មណ៍ពុកម៉ែបងប្អូនមកទស្សនាសម្រាប់ដ៏ស្រស់ស្អាតរបស់ប្រាសាទកោះកេរនៅក្នុងរដូវវស្សាមកលេងប្រាសាទកោះកេរនៅក្នុងរដូវវស្សាបែបនេះទោះបីជាមេឃបើកថ្ងៃក៏ប៉ុន្តែក៏មានអារម្មណ៍ថាត្រជាក់នោះគឺត្រជាក់ភ្នែកដោយសារតែទេសភាពស្មៅរុក្ខជាតិវិញគឺពណ៌បៃតងអមជាមួយនឹងប្រាសាទបុរាណរបស់ខ្មែរយើងមានរាងដ៏ស្រស់ស្អាតគឺរាងពីរ៉ាមីតគ្រប់ពេលដែលឈានជើងចូលមកដល់ប្រាសាទកោះកេរសម្រាប់ពុកម៉ែបងប្អូនដែលធ្លាប់មកលេងមានអារម្មណ៍បែបណាអាចប្រាប់នាងខ្ញុំបានអត់សម្រាប់នាងខ្ញុំអារម្មណ៍មួយដែលកើតឡើងមុនគេនោះគឺមោទនភាពមានមោទនភាពដែលបានកើតមកជាកូនខ្មែរហើយកាន់តែមានមោទនភាពដែលដូនតាយើងបានបន្សល់ទុកនៅសម្បត្តិវប្បធម៌ដ៏អស្ចារ្យបែបនេះស្ថិតនៅកណ្ដាលព្រៃធម្មជាតិដ៏ស្ងប់ស្ងាត់ប្រាសាទកោះកេរនៅតែឈរយ៉ាងស្រស់ស្អាតហើយនឹងរឹងមាំជាទីបំផុតហើយនៅចំពោះមុខសំណង់ស្ថាបត្យកម្មដ៏អស្ចារ្យមួយនេះបានធ្វើឲ្យយើងកាន់តែយល់ថាបុព្វបុរសខ្មែរបានបង្កើតនៅអរិយធម៌ដ៏អស្ចារ្យដែលធ្វើឲ្យពិភពលោកកោតសរសើរហើយពុកម៉ែបងប្អូនទាំងអស់គ្នាដឹងអត់គ្រប់ជំហានដែលបានដើរនៅប្រាសាទកោះកេរឬក៏ដើរឡើងទៅកាន់កំពូលប្រាសាទមិនត្រឹមតែជាការធ្វើដំណើរដើម្បីទៅរកទេសភាពដ៏ស្រស់ស្អាតនោះទេប៉ុន្តែគឺជាការរំលឹកទៅដល់គុណបុព្វបុរសខ្មែរយើងដែលបានបន្សល់ទុកនៅសំណង់ស្ថាបត្យកម្មដ៏អស្ចារ្យមួយនេះដល់ខ្មែរជំនាន់ក្រោយគ្រប់ពេលដែលមកដល់ប្រាសាទកោះកេរនេះខ្ញុំតែងតែឡើងមកដល់កំពូលទោះបីជារៀងចំណាយកម្លាំងហត់បន្តិចមែនប្រាសាទកោះកេរគឺប្រៀបបីដូចជាកូនភ្នំតូចមួយអញ្ចឹងដែលមានកម្ពស់រហូតដល់35ម៉ែត្រនិងមានរាងជាពីរ៉ាមីតដែលមាន7ជាន់ថ្នាក់ដើម្បីឡើងមកដល់កំពូលបានគឺយើងត្រូវឡើងតាមចដៅឈើដែលគេសាងសង់តាមថ្នាក់នីមួយៗដែលមានកម្មប្រហែលជាង160កម្មនៅពេលដែលឡើងមកដល់កំពូលប្រាសាទអារម្មណ៍ហត់នឿយក៏បាត់អស់ហើយដោយសារឃើញជាមួយនឹងទេសភាពដ៏ស្រស់ស្អាតព្រៃឈើដែលកតុយភ្នែកហើយយើងក៏អាចមើលឃើញជួរភ្នំដងរែកបានផងដែរពុកម៉ែបងប្អូនទាំងអស់គ្នាប្រកាសជាបានដឹងហើយថាប្រាសាទកោះកេរត្រូវបានរាជរដ្ឋាភិបាលកម្ពុជារៀបចំឯកសារដើម្បីស្នើសុំដាក់ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកហើយនៅថ្ងៃទី17ខែកញ្ញាឆ្នាំ2023ប្រាសាទកោះកេរត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកនៃអង្គការ UNESCO នៅក្នុងកិច្ចប្រជុំលើកទី45របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៅក្នុងទីក្រុងរីយ៉ាដប្រទេសអារ៉ាប៊ីសាអូឌីតសំណង់ស្ថាបត្យកម្មដ៏អស្ចារ្យមួយនេះត្រូវបានកសាងឡើងដោយព្រះបាទជ័យវរ្ម័នទី4និងបុព្វបុរសខ្មែរនៅក្នុងសតវត្សទី10កសាងឡើងដើម្បីឧទ្ទិសដល់អាទិទេពមួយអង្គឈ្មោះថាត្រីភូវនេស្វរៈដែលសិលាចារឹកជាភាសាខ្មែរថាកំរតែងដរីជាអតិទេពធំឬផ្ដល់សេចក្តីសុខក្នុងពិធីសក្ការៈទេវរាជមនុស្សលោកប្រាសាទនេះពីដើមឈ្មោះឆូកូគីឬផ្ទៃដីកូកូគីសព្វថ្ងៃហៅថាអតីតរាជធានីកោះកេរ